ในឆ្នាំ1962 មេដឹកនាំរបស់បកប្រជាជនស្ទើរតែទាំងអស់ត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោសឲ្យជាប់គុកអស់មួយជីវិតក្នុងនោះរួមមានមេដឹកនាំសំខាន់ៗដូចជាកៅមាសនិងនងសួនផងដែរបកពលករកម្ពុជាក៏បានសម្រេចចិត្តរំលាយបកប្រជាជនចោលដែលជាហេតុនាំឲ្យពួកកុម្មុយនីសលែងមានឧបករណ៍សម្រាប់ធ្វើការតស៊ូផ្នែកនយោបាយតទៅទៀតនៅក្នុងពេលជាមួយគ្នានោះរចនាសម្ព័ន្ធរបស់បកពលករកម្ពុជាបានជួបនឹងរបត់មួយយ៉ាងសំខាន់ទូសមុទ្រដែលជាលេខាបកបានបាត់ខ្លួនដោយមិនដឹងមូលហេតុយោងតាមលោក Benkennen ស្លុតសនឹងបកពួកទំនងជាមានជាប់តាក់ទងទៅនឹងការបាត់ខ្លួនរបស់ទូសមុទ្រនេះនៅក្នុងមហាសម្បត្តិខែកុម្ភៈឆ្នាំ1963ស្លុតសត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការបកជំនួសទូសមុទ្រដោយរំលងនួនជាដែលជាអនុលេខាបកស្រាប់ឯអៀងសេរីក៏ឡើងជាមេដឹកនាំលំដាប់ទី3នៅក្នុងបកសៅភឹមវ៉នវេតស៊ុនសេននិងជួនជឿនហៅមកស្ថិតនៅក្នុងចំណោមសមាជិកនៃគណៈកម្មាធិការមជ្ឈិមបកចំណែកអតីតមេដឹកនាំចាស់ៗដូចជាននសួននិងកែវមាសជាដើមត្រូវបានគេផាត់ចេញពីរចនាសម្ព័ន្ធថ្មីនេះនៅក្នុងឆ្នាំជាមួយគ្នានោះបាតកម្មហិង្សាមួយបានកើតឡើងនៅក្នុងខេត្តសៀមរាបបាតកោដែលជាសិស្សនិងនិស្សិតបាននាំគ្នារិះគន់យ៉ាងខ្លាំងក្លាដល់រដ្ឋាភិបាលសង្គមរាស្ត្រនិយមនិងសម្ដេចនរោត្តមសីហនុបាតកោថែមទាំងបានដុតព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គទៀតផងសម្ដេចនរោត្តមសីហនុបានចោទប្រកាន់ពួកកុម្មុយនីសថាជាអ្នកនៅពីខាងក្រោយបាតកម្មនេះហើយព្រះអង្គក៏បានប្រកាសរំលាយរដ្ឋាភិបាលចោលដោយលើកហេតុផលថាបើមតិសាធារណៈគាំទ្រពួកឆ្វេងនិយមនេះគួរឲ្យពួកឆ្វេងនិយមមកបង្កើតរដ្ឋាភិបាលខ្លួនឯងម្ដងវិញព្រះអង្គបានចុះផ្សាយបញ្ជីឈ្មោះអិសរាជជននយោបាយឆ្វេងនិយមចំនួន34រូបដែលព្រះអង្គចង់ឲ្យបង្កើតរដ្ឋាភិបាលថ្មីនេះនៅក្នុងចំណោម34រូបនោះក៏រួមមានទាំងមេដឹកនាំជាន់ខ្ពស់របស់បកពលករកម្ពុជាផងដែរក៏ប៉ុន្តែមិនមានអ្នកណាម្នាក់ហ៊ានចេញមកតាមការអំពាវនាវនោះទេដោយខ្លាចថាជាអន្ទាក់របស់សម្ដេចនរោត្តមសីហនុឲ្យពួកគេបង្ហាញមុខដើម្បីលុបសម្លាប់ពួកគេចោលស្លុតសនិងអៀងសេរីក៏រត់ចេញពីទីក្រុងភ្នំពេញទៅលាក់ខ្លួននៅក្នុងព្រៃនៅក្នុងស្រុកក្រូចឆ្មាខេត្តកំពង់ចាមនៅកន្លែងមួយដែលមានឈ្មោះសម្ងាត់ថាការិយាល័យ100ដែលមានការការពារពីសំណាក់វៀតណាមនៅអំឡុងចុងឆ្នាំ1964ដើមឆ្នាំ1965ស្លុតសនិងមេដឹកនាំបកមួយចំនួនទៀតបានធ្វើដំណើរដោយថ្មើរជើងចាក់ចេញពីការិយាល័យ100ឆ្ពោះទៅទីក្រុងហាណូយប្រទេសវៀតណាមក្រៅពីជួបជាមួយក្រុមខ្មែរកុម្មុយនីសនៅទីនោះស្លុតសក៏បានជួបចរចាដោយសម្ងាត់ជាមួយមេដឹកនាំកុម្មុយនីសវៀតណាមផងដែរអំពីផែនការតស៊ូដោយប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្ត្រនិយមក៏ប៉ុន្តែនៅពេលនោះមេដឹកនាំកុម្មុយនីសវៀតណាមបានជំទាស់ទៅនឹងផែនការនេះចេញពីទីក្រុងហាណូយស្លុតសបានបន្តដំណើរទៅកាន់ទីក្រុងប៉េកាំងនិងក្រុងព្យុងយ៉ាងបន្តទៀតក៏ប៉ុន្តែដំណើរនោះធ្វើឡើងដោយលក្ខការបំផុតគេមិនបានដឹងថាតើស្លុតសបានជជែកអំពីអ្វីខ្លះជាមួយនឹងមេដឹកនាំបកកុម្មុយនីសចិននោះទេក៏ប៉ុន្តែបើមើលទៅលើបរិបទនយោបាយនៅពេលនោះនិងអេរយាប័តរបស់ស្លុតសនៅពេលត្រឡប់មកកម្ពុជាវិញគេអាចសន្និដ្ឋានបានថាចិនប្រហែលជាបានគ្រប់គ្រងនយោបាយរបស់ស្លុតសច្រើនជាងវៀតណាមចិនដែលនៅពេលនោះកំពុងតែមានទំនាក់ទំនងតានតឹងខ្លាំងជាមួយសហភាពសូវៀតក៏បានឆ្លៀតបង្កើនឥទ្ធិពលលើកុម្មុយនីសខ្មែរប្រជែងជាមួយនឹងវៀតណាមដែលជាសម្ព័ន្ធមិត្តរបស់សូវៀតក្រោយពីស្លុតសត្រឡប់ពីចិនមកការិយាល័យ100វិញបកពលករកម្ពុជាក៏បានចាប់ផ្ដើមបង្ហាញនូវនយោបាយឯករាជ្យពីវៀតណាមកាន់តែខ្លាំងឡើងនៅខែកញ្ញាឆ្នាំ1966បកពលករកម្ពុជាថែមទាំងត្រូវបានបដូរឈ្មោះទៅជាបកកុម្មុយនីសកម្ពុជាវិញទៀតផងដើម្បីបង្ហាញឲ្យកាន់តែច្បាស់ថាបកនេះមិនមានជាប់ពាក់ព័ន្ធនឹងបកកុម្មុយនីសវៀតណាមដែលពេលនោះមានឈ្មោះថាបកពលករវៀតណាមទីតាំងធំរបស់ពួកខ្មែរក្រហមក៏ត្រូវបានគេរើចេញពីការិយាល័យ100ទៅតាំងនៅក្នុងខេត្តរតនគិរីវិញដែលដាក់ឈ្មោះថាការិយាល័យ102ពួកខ្មែរក្រហមដែលបោះបង់ចោលការតស៊ូផ្នែកនយោបាយតាំងពីឆ្នាំ1962មកហើយនោះបានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាលសង្គមរាស្ត្រនិយមក៏ប៉ុន្តែពួកគេនៅមិនទាន់សម្រេចបើកការតស៊ូដោយប្រដាប់អាវុធនៅឡើយទេរហូតដល់ក្រោយការបះបោរនៅសំឡូតទើបពួកខ្មែរក្រហមឈានចូលដល់ដំណាក់កាលតស៊ូដោយប្រដាប់អាវុធតាំងពីបាបៃតទេបងប្អូនមានខំប្រដិបថ្ងៃចំរងកំប៉ិនកំលេងធ្វើអាយយាយឆ្នាំខ្លាំងហើយមូលហេតុដែលនាំឲ្យមានការបះបោរនៅសំឡូតនៅឆ្នាំ1967គឺកើតចេញពីនយោបាយរបស់រដ្ឋាភិបាលក្រុងភ្នំពេញក្នុងការប្រមូលទិញផលស្រូវនៅចន្លោះឆ្នាំ1965និងឆ្នាំ1966កសិករខ្មែរបានលួចលក់ស្រូវទៅឲ្យកងទ័ពវៀតណាមខាងជើងដែលឲ្យថ្លៃខ្ពស់ជាងរដ្ឋាភិបាល
ដែលជាហេតុនាំឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលដែលបានមកពីការនាំស្រូវចេញនៅឆ្នាំ1966រដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដាច់ខាតឲ្យប្រជាកសិករលក់ស្រូវជូនរដ្ឋហើយតាមបញ្ជូនកងកម្លាំងប្រដាប់អាវុធឲ្យចុះទៅប្រមូលទិញស្រូវនៅតាមទីជនបទទៀតផងនៅឆ្នាំ1967លោកណុតដែលជានាយករដ្ឋមន្ត្រីបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធផ្ដោតការប្រមូលទិញស្រូវនៅក្នុងខេត្តបាត់ដំបងដែលជាជង្រុកស្រូវយ៉ាងធំរបស់កម្ពុជាមិនយូរប៉ុន្មានការប្រជុំមកដាក់គ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងប្រជាកសិករនៅខេត្តបាត់ដំបងក៏កើតមានឡើងពួកសកម្មជនកុម្មុយនីសប្រចាំខេត្តបាត់ដំបងក៏បានជ្រាបពេលនោះជំរុញការបោកបោឲ្យកាន់តែខ្លាំងឡើងថែមទៀតដែលបានបាច់ខិតបានចោទរដ្ឋាភិបាលថាប្រមូលទិញស្រូវគឺដើម្បីយកទៅលក់ឲ្យអាមេរិកនៅថ្ងៃទី2ខែមេសាឆ្នាំ1967ការបោកបោដ៏ធំមួយក៏បានកើតឡើងនៅក្នុងស្រុកសំឡូតក្នុងខេត្តបាត់ដំបងប្រជាជនប្រមាណ200នាក់ដែលមានកាន់បដាប្រឆាំងនឹងរដ្ឋាភិបាលផងនោះបានធ្វើការវាយប្រហារទៅលើទីតាំងរដ្ឋាភិបាលមួយនៅសំឡូតក្រុមបោះបោបានសម្លាប់ទាហានរដ្ឋាភិបាលចំនួន2រូបហើយដណ្ដើមបានកំភ្លើងមួយចំនួនផងភាពចលាចលនោះបានរាលដាលទៅភូមិផ្សេងៗនៅកន្លែងនោះរហូតដល់មានការបង្ក្រាបពីទាហានរដ្ឋាភិបាលក្រុមបោះបោមួយចំនួនត្រូវបានប៉ូលីសចាប់ខ្លួននិងវាយដំសួរចម្លើយចំណែកមួយចំនួនផ្សេងទៀតបានរត់គេចខ្លួនចូលទៅក្នុងព្រៃនៅភ្នំពេញឯនោះវិញសម្ដេចនរោត្តមសីហនុបានចោទប្រកាន់ខៀវសំផនហ៊ូយុននិងហ៊ូនឹមថាជាអ្នកនៅពីខាងក្រោយអំពើបោះបោនៅសំឡូតហើយបានគំរាមថានឹងបញ្ជូនអ្នកទាំង3រូបនោះទៅឲ្យតុលាការសឹកកាត់ទោសខ្មែរកុម្មុយនីសទាំង3នាក់នោះក៏បានលួចរត់ចេញពីភ្នំពេញដើម្បីគេចចេញពីការកាត់ទោសនេះក្រោយមកលន់នល់បានអះអាងថាអ្នកទាំង3នាក់នេះបានស្លាប់បាត់ទៅហើយហេតុដូច្នេះហើយបានជានៅពេលដែលខៀវសំផនហ៊ូយុននិងហ៊ូនឹមលេចមកសារជាថ្មីនៅក្នុងចំណោមមេដឹកនាំខ្មែរក្រហមគេបានហៅអ្នកទាំង3នេះថាជាខ្មោចទាំង3នៅក្នុងសៀវភៅដែលមានចំណងជើងថាបងទី1ប៉ុលពតលោក David Chandler បានសរសេរថាពួកមេដឹកនាំខ្មែរក្រហមមិនមែនជាអ្នកនៅពីខាងក្រោយអំពើបះបោរនៅសំឡូតនោះទេពួកគេមិនទាំងបានដឹងជាមុនផងថានឹងមានអំពើបះបោរបែបនេះកើតឡើងក៏ប៉ុន្តែដំណឹងអំពីព្រឹត្តិការណ៍នៅសំឡូតបានធ្វើឲ្យមេដឹកនាំខ្មែរក្រហមមើលឃើញកាន់តែច្បាស់នៅកម្លាំងបដិវត្តរបស់ប្រជាជនកម្ពុជាបន្ថែមពីលើនេះទៅទៀតប្រតិបត្តិការតាមគំនិតក្រុមបះបោរពីសំណាក់ទាហានរដ្ឋាភិបាលបានរីករាលទៅកន្លែងផ្សេងៗទៀតដែលជាហេតុធ្វើឲ្យពួកកុម្មុយនីសលែងមានកន្លែងជ្រកក្រៅតែពីរត់ចូលក្នុងព្រៃធ្វើការតស៊ូដោយប្រដាប់អាវុធដើម្បីបន្តបដិវត្តរបស់ពួកគេតទៅទៀតនៅថ្ងៃទី17ខែមករាឆ្នាំ1968ក្រុមខ្មែរក្រហមមួយក្រុមបានបើកការវាយប្រហារទៅលើទីតាំងទាហានរដ្ឋាភិបាលមួយកន្លែងស្ថិតនៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងដោយដណ្ដើមបានកំភ្លើងចំនួន32ដើមពួកខ្មែរក្រហមបានអបអរសាទរជោគជ័យរបស់ពួកគេដោយកំណត់យកថ្ងៃនោះថាជាថ្ងៃចាប់ដើមការតស៊ូប្រដាប់អាវុធរបស់ខ្លួននិងជាថ្ងៃបង្កើតកងទ័ពបដិវត្តរបស់ពួកគេក្រោយមកការវាយឆ្មក់ស្រដៀងគ្នានោះក៏បានកើតមានឡើងនៅតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀតក្រៅពីខេត្តបាត់ដំបងទោះជាយ៉ាងនេះក៏ដោយចាប់តាំងពីឆ្នាំ1968ដល់ឆ្នាំ1970កងទ័ពខ្មែរក្រហមគ្រាន់តែជាកងអត់ទាមតូចតាចមួយប៉ុណ្ណោះអាវុធយុទ្ធភ័ណ្ឌក៏មិនសូវជាមានអ្វីធំដុំប៉ុន្មានដែរការទម្លាក់សម្ដេចនរោត្តមសីហនុនៅឆ្នាំ1970គឺជារបបដ៏សំខាន់មួយសម្រាប់បដិវត្តរបស់ពួកខ្មែរក្រហម